យើងចាប់ដើមគណនា complex បានន័យថាយើងគណនាលំហាត់ complex យើងចង់គណនាលំហាត់ complex តម្រងបែបនេះឲ្យទៅជាតម្រងត្រីកោណមាត្រអញ្ចឹងដំបូងយើងត្រូវធ្វើទី1យើងត្រូវរក model នឹងឲ្យគេមកឲ្យឃើញអាហ្នឹងជារបៀបទី1យើងរក model នឹងឲ្យគេមកឲ្យឃើញនេះស្រាប់ណាទី2យើងមានសិតស្មើ1ដក e ឬ3អញ្ចឹងដើម្បីរក model ទី1យើងត្រូវស្គាល់រូបមន្ត model របស់យើងនៃសិតស្មើ r ស្មើឬ a ការ៉េបូក b ការ៉េ a របស់យើងដើម្បីរក a ឃើញគឺយើងត្រូវសរសេរ a នេះគឺជាសិតស្មើ a បូក b អញ្ចឹងសិតគេឲ្យមកប៉ុន្មាន1ដក e ឬ3អញ្ចឹង a របស់យើងប៉ុន្មាន a របស់យើងនេះស្មើ1e របស់យើងនៅមុខនេះទេe ស្មើខាងនេះ b របស់យើងស្មើឬ3 b របស់យើងស្មើដកឬ3អញ្ចឹងដកប៉ះបូកបានដកអញ្ចឹង b របស់យើងដកឬ3អញ្ចឹងយើងរក r រក model a របស់យើងរកឃើញជំនួសចូលមកបាន1ការ៉េបូកជាមួយនឹង b របស់យើងឬ3ឬដក3លើកជាការ៉េ1បញ្ចេញមកបាន1ឬ3បញ្ចេញមកបាន3ដកបញ្ចេញមកបានបូកបានឬ4អញ្ចឹងឬ4ចេញមកចេញទៅឬបានណាបាន2អញ្ចឹង r របស់យើងស្មើ2 model របស់យើងស្មើ r ស្មើ2អញ្ចឹងយើងរក a គុយមកយើងរក a គុយមកនៃសិតអញ្ចឹងដើម្បីរក a គុយមកនៃសិតយើងត្រូវស្គាល់រូបមន្តកុស alpha ស្មើជាមួយនឹង a លើ r sin alpha ស្មើ b លើ r a របស់យើងរកឃើញ1 r របស់យើង2 b របស់យើងដកឬ3 r របស់យើង2អញ្ចឹងដើម្បីរក model ដើម្បីរក a គុយមកគឺយើងត្រូវមើលទៅលើត្រីកោណមាត្ររង្វង់ត្រីកោណមាត្រអញ្ចឹងយើងរកឃើញកុសរបស់យើងស្មើ1លើ2 1លើ2នៅកុសរបស់យើងនេះកុសរបស់យើង1លើ2នេះ1លើ2យើងហើយដល់ហើយស៊ីនរបស់យើងឬ3លើ2ឬ3លើ2ឬដកឬ3លើ2អញ្ចឹងដកឬ3លើ2នេះនៅខាងនេះស៊ីនរបស់យើងដកឬ3លើ2យើងឆោតមកចែកមកហើយកុសរបស់យើង1លើ2ឆោតមកចែកមកអញ្ចឹងយើងបាន5 pi លើ3 5 pi លើ3អញ្ចឹងយើងរកឃើញអញ្ចឹងអាគុយម៉ោងរបស់យើងបាន5 pi លើ3បូក2ការ pi ដែលការជារបស់សិតអញ្ចឹងអាគុយម៉ោងយើងរកឃើញយើងបើយើងរកអាគុយម៉ោងឃើញយើងរក model ឃើញយើងអាចរកសរសេរសិតហ្នឹងជាតម្រងត្រីកោណមាត្របានណាចឹងដូចនេះសិនមក model របស់យើង model នៃសិត r ស្មើ2 a គុយម៉ោង a គុយម៉ោងនៃសិត alpha 5 pi លើ3បូក2ការ pi ការជារបស់សិតអញ្ចឹងទីខយើងរក
សរសេរសិតហ្នឹងជាតម្រងត្រីកោណមាត្រចឹងយើងសរសេរសិតជាតម្រងត្រីកោណមាត្រដើម្បីសរសេរជាតម្រងត្រីកោណមាត្រយើងត្រូវស្គាល់រូបមន្តមួយនេះគឺសរសេរសិតជាតម្រងត្រីកោណមាត្រគឺសិតរបស់យើងហ្នឹងស្មើជាមួយនឹង r កតា x cos អាហ្វាបូក e sin អាហ្វាអញ្ចឹង r របស់យើងស្គាល់ហ្នឹងគេបាន r របស់យើង2 r គុយម៉ង់ដល់ពេល អាហ្វារបស់យើងរកឃើញ5 pi លើ 3 cos 5 pi លើ 3 e របស់យើងសរសេរមិនដែរមក sin អាហ្វារបស់យើងឃើញ5 pi លើ 3 អញ្ចឹងយើងរបៀបសរសេរជាតម្រងត្រីកោណមាត្រសិតស្មើ2 cos 5 pi លើ 3 e sin pi លើ 3 ឬកន្លែងអាហ្វានេះនេះយើងអាចសរសេរម្យ៉ាងទៀតដក pi លើ 3 បូក 2 កា pi អាពីរនេះដូចគ្នាទេមួយ5 pi លើ 3 និងដក pi លើ 3 ពីរហ្នឹងដូចគ្នាទេអញ្ចឹងយើងអាចសរសេរមករបៀបទៀតបានឬ2 cos ដក pi លើ 3 បូក e sin ដក pi លើ 3 អញ្ចឹងយើងសរសេរចំនួនកំប្លេតទៅជាត្រីកោណមាត្រមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការស្ដាប់